ជម្រាបសួរក៏ដូចជាស្វាគមន៍សម្រាប់អ្នកចង់ដឹងទាំងអស់គ្នាជួបជាមួយនឹង admin ចង់ដឹងម្ដងទៀតហើយដែលថ្ងៃនេះអ្នកគ្នាប្រហែលជាផ្លែកដោយសារតែ admin បានថតរបៀបថាដាក់មុខអីចឹងទៅដើម្បីកុំឲ្យ YouTube ចាប់អីចឹងទៅណាដោយសារតែមួយរយៈនេះ YouTube ចាប់ទៅលើរូបភាព AI អីចឹងទៅសូម្បីតែបងដែលជាអ្នកធ្វើវីដេអូរឿងខ្មោចល្បីៗក៏គាត់ធ្វើចឹងដូចគ្នាដល់ថ្ងៃនេះ admin ទទួលបានសាច់រឿងពីបងស្រីជូនដែលគាត់ចែកម្លែងមកពីររឿងដែលរឿងទី1ជារឿងរបស់ពុកម៉ាក់គាត់និងរឿងទី2ជារឿងរបស់គាត់ជួបផ្ទាល់តែម្ដងចង់ដឹងថារឿងហ្នឹងមានរឿងអីខ្លះចូលស្ដាប់ទាំងអស់គ្នាសម្រាប់រឿងទី1ដែលមានទទួលបានពីបងស្រីជូនហ្នឹងគឺគាត់ទទួលបានពីពុកម៉ាក់របស់គាត់មកដូចគ្នាដែលរឿងហ្នឹងក៏ដាក់ចំណងជើងថាខ្មោចក្រោមដើមអំពិលចឹងដោយសាររឿងនេះមិនមែនជារឿងរបស់បងស្រីជូនទេហើយមាននឹងដាក់ឈ្មោះអ្នកដែលជួបរឿងហ្នឹងថាបងស្រី A និងបងស្រី B តោះកុំឲ្យខាត់ពេកយើងចូលទៅស្ដាប់ទាំងអស់គ្នាដែលរឿងនេះកើតឡើងនៅពេលដែលបងស្រី A ហ្នឹងបានទៅជួបជុំកម្មវិធីជាមួយនឹងពុកម៉ាក់គាត់នៅផ្ទះចំការរបស់ពុកម៉ាក់គាត់មួយទៀតហើយគ្នាដែលទៅជាមួយនឹងបងស្រី A ហ្នឹងមានរហូតទៅដល់6នាក់3ម៉ូតូដែលបងស្រី A ជិះជាមួយនឹងបងស្រី B ហើយគ្នាគាត់4នាក់ទៀតគឺជិះពីម៉ូតូផ្សេងៗគ្នាទៀតដោយសារហេតុការណ៍ហ្នឹងកើតឡើងទៅលើតែបងស្រី A និងបងស្រី B ទេដែលអ្នកជួបខ្លាំងជាងគេចឹង admin ដាក់ឈ្មោះតែ2នាក់ហ្នឹងទេឬឯគ្នាគាត់4នាក់ទៀតជួបតិចទេចាំ admin និយាយបន្ថែមពីក្រោយចឹងមានថ្ងៃមួយហ្នឹងបងស្រី A ត្រូវមានកម្មវិធីទៅផ្ទះចង្ការរបស់ពុកម៉ាក់គាត់ដែលគ្នាទៅសរុប6នាក់ជិះ3ម៉ូតូដែលបងស្រី A ជិះជាមួយនឹងបងស្រី B ហើយពេលជិះទៅហ្នឹងគឺពេលថ្ងៃទេខ្ទង់ម៉ោង11 12អីហ្នឹងទេហើយនៅពេលដែលជិះតាមផ្លូវហ្នឹងគឺបងស្រី A ជាមួយបងស្រី B ជិះម៉ូតូក្រោយគេពេលទៅហ្នឹងណាដល់ពីម៉ូតូទៀតនៅខាងមុខហើយគាត់បានបញ្ជាក់ប្រាប់ថាទេសភាពតាមផ្លូវទៅផ្ទះចង្ការរបស់ពុកម៉ាក់គាត់ហ្នឹងគឺស្អាតខ្លាំងមែនតើកាត់ភូមិកាត់វាលស្រែកាត់ចង្ការអីចឹងទៅហើយពេលជិះទៅហ្នឹងគឺធម្មតាអត់មានរឿងអីកើតឡើងទេប៉ុន្តែនៅពេលដែលបងស្រី A បានជិះហួសវាលស្រែបន្តិចហ្នឹងណាគាត់បានជិះកាត់ដើមអំពិលធំមួយគាត់ថាដើមអំពិលបែកបីសាខាគឺធំហ្មងអត់ដឹងថាអាយុប្រហែលឆ្នាំទេហើយគាត់បានបញ្ជាក់ថាគាត់មិនមែនឃើញឲ្យខ្លាចអីទេដោយសារតែវាដើមឈើធំហើយមើលទៅធ្វើឲ្យគាត់តាក់ភ្នែកចាប់អារម្មណ៍អីចឹងណាប៉ុន្តែបើសិនជាអារម្មណ៍ខ្លាចគឺអត់មានទេដោយសារតែពេលនេះទៅពេលថ្ងៃទេបន្ទាប់ពីហួសដើមអំពិលហ្នឹងគាត់ក៏បានធ្វើដំណើរបន្តរហូតដល់ផ្ទះកម្មវិធីរាជការរបស់ពុកម៉ាក់គាត់ផ្សេងមួយទៀតហ្នឹងណាហើយនៅពេលដល់កម្មវិធីក៏មានរឿងអីកើតឡើងដែរបានជួបជុំគ្នាកម្មវិធីបន្តទៅជាធម្មតារហូតដល់ពេលដែលគាត់ចេញមកវិញហើយគាត់ចេញមកវិញហ្នឹងមិនមែនចេញមកពីក្បាលអាស៊ីឬក៏យប់អីតិចទេហើយគាត់ចេញមកវិញហ្នឹងម៉ោង10:11បាត់ហើយបានគាត់ចេញមកវិញហ្នឹងហ៎ហើយបងស្រី A ហ្នឹងបានបញ្ជាក់ប្រាប់ថាគាត់ទៅជប់លៀងទៅហូបចុកអីមែនប៉ុន្តែគាត់អត់បានសេពគ្រឿងសង្វឹងឬក៏ញ៉ាំសូរ៉ាអីទេដោយសារតែគាត់អត់សូវប៉ិនហើយនៅឆ្ងាយពីផ្ទះចឹងក៏គាត់អត់បានញ៉ាំដែរគាត់ញ៉ាំទឹកក្រូចញ៉ាំអីចឹងទៅនៅពេលដែលគាត់ចេញមកវិញបងស្រី A បញ្ជាក់ប្រាប់ថាទស្សនវិជ្ជាពេលថ្ងៃគឺស្អាតខ្លាំងមែនតើ fresh ខ្លាំងមែនតើប៉ុន្តែពេលចេញមកវិញខ្យល់បក់ត្រជាក់ព្រឺរោមហើយអាហ្នឹងគាត់តែចេញមកវិញអ្នកគ្នាយប់ឡើងដឹងហើយកាត់វាស្រែកាត់អីចំណែកគ្នាគាត់ពីម៉ូតូទៅពីមុខធម្មតាហើយបងស្រី A ជាមួយបងស្រី B ហ្នឹងគឺគាត់ជិះម៉ូតូពីក្រោយ3ម៉ូតូគ្នាគាត់ហ្នឹងប៉ុន្តែបងស្រី A នៅតែជិះពីក្រោយគ្នាគាត់ពីម៉ូតូទៀតទៅមុខនៅពេលដែលគាត់កំពុងជិះហ្នឹងស្រាប់តែដល់ដើម7ម៉ូតូបងស្រី A មួយបងស្រី B ស្រាប់តែរលត់អ្នកគ្នាចំណែកពីម៉ូតូទៀតហ្នឹងក៏ជិះទៅផុតបាត់ទៅគាត់ស្រែកក៏មិនលឺអីក៏មិនលឺអញ្ចឹងអ្នកគ្នាពេលហ្នឹងបងស្រី A មួយបងស្រី B ចាប់ផ្ដើមបុកពោះតិចៗហើយឆ្ងល់ហេតុអីបានម៉ូតូគាត់មកត្រូវខូចមកត្រូវរលត់នៅពេលហ្នឹងកណ្ដាលយប់ក្រោមដើម7អ្នកគ្នាហើយដើម7បែកមេសិក្ខាប៉ុណ្ណាណីទៀតហ្នឹងឆ្ងល់ក៏ឆ្ងល់ខ្លាចក៏ខ្លាចដោយសារតែគាត់ជាស្រីទាំងពីរនាក់ហើយមកខូចម៉ូតូកណ្ដាលយប់ស្ងាត់ចឹងអ្នកគ្នាហើយម្ដុំហ្នឹងគឺអត់មានផ្ទះទេបន្ទាប់ពីវាស្រែលមកដល់ដើម7ហ្នឹងហើយបានឆ្ងាយទៅទៀតមកដល់ផ្ទះពូម៉ាក់គាត់នោះហើយផ្ទះពូម៉ាក់គាត់នៅឡើងឆ្ងាយនោះទៀតចំពោះអាការៈម៉ូតូគាត់វិញរបៀបដូចអស់សាំងអាជិះជ្រក់សាំងអ្នកគ្នាបើឆេះអត់ចង់ឆេះទេវានៅលឺសលេងប៉ុន្តែវាអត់ចង់ឆេះទេដូចរបៀបថាចិត្តអស់សាំងអ្នកគ្នាដល់មកសន្ទុះក្រោយមកបានគាត់ចាប់ផ្ដើមឆេះម្ដងទៀតទៅក៏ឆេះនៅពេលដែលឆេះក៏គាត់ឡើងម៉ូតូជិះបន្តទៅមុខទៀតអញ្ចឹងបានថានៅពេលអំឡុងពេលដែលខូចម៉ូតូហ្នឹងគឺមានរឿងការឡើងទេប៉ុន្តែនៅពេលដែលគាត់ចេញទៅបានបន្តិចហ្នឹងណាពេលពូម៉ាក់គាត់មុំម៉ូតូគាត់ក៏កលេចទៅក្រោយមើលទៅលើដើម7ស្រាប់តែគាត់ឃើញស្រមោលខ្មៅមានរាងធំប៉ុន្តែគាត់មើលដឹងថាជាមនុស្សប្រុសភេទប្រុសអីចឹងទៅប៉ុន្តែឲ្យឃើញរូបរាងច្បាស់គឺឃើញទេគ្រាន់តែឃើញជាស្រមោលខ្មៅប៉ុន្តែគាត់អាចបញ្ជាក់បានថាជារូបរាងមនុស្សប្រុសអង្គុយលើមេឃដើម7ហ្នឹងអង្គុយលើមេឃដើម7នៅលើនោះដល់ពេលចា B មួយម៉ូតូទៅចា A ក៏គាត់ងាកក្រោយមើលទៅលើអញ្ចឹងណាស្រាប់តែឃើញស្រមោលខ្មៅមកកលែកអញ្ចឹងទៅគាត់ក៏បែរមកវិញនិយាយថាងាកមកកលែកទៅបែរមកវិញហើយគាត់គាត់ថាចុំស្អីគេហ្នឹងខ្មៅដូចរូបរាងមនុស្សបន្តិចអីបន្តិចប៉ុន្តែគាត់ចាប់បានថាវារបៀបថាដូចរូបរាងមនុស្សប្រុសអីចឹងណាគ្នាដល់គាត់ចង់ដឹងច្បាស់ក៏កលែកទៅម្ដងទៀតទៅកន្លែងដើម7កន្លែងមេឃតណៃហ្នឹងក៏អត់មានឃើញអីទេតមកគាត់របៀបថាធូរទ្រូងអីចឹងណាគ្នាថាស្វាងភ្នែកឬក៏អីចឹងទៅប៉ុន្តែនៅពេលដែលគាត់មើលទៅលើឃើញគាត់មើលមកក្រោមអាកន្លែងដើមហ្នឹង
តាមស្ដាប់គាត់មកគាត់ដឹងតែដើម7ធំណាស់គាត់មើលទៅក្រោមស្រាប់តែឃើញស្មៅហ្នឹងมันនៅក្រោមវិញអត់នៅលើនេះទេគឺនៅក្រោមតែម្ដងនេះមិនមែនមកកលីបភ្នែកទេគាត់ឃើញច្បាស់ហ្មងខ្មៅអញ្ចឹងទៅដល់ចាអេឃើញអញ្ចឹងគាត់ងាកមកវិញគាត់បែរមកវិញណាបែរវិញយូរមុខនឹងទៅខ្ទប់នៅក្នុងចាអេហើយចាអេក៏មួម៉ូតូទៅធម្មតាអាពេលដែលគាត់ងាកទៅម្ដងទៀតណាគឺគាត់កំពុងជិះម៉ូតូទៅហើយចាអេនឹងខ្លាចចាប៊ីខ្លាចជិះម៉ូតូអត់ទៅមុខក៏គាត់អត់និយាយអីទាំងអស់គាត់ខំប្រឹងសង្ងំណាអ្នកគ្នាបន្ទាប់ពីផុតដើម7ហ្នឹងមកដល់វាស្រែអ្នកគ្នាហើយវាស្រែនឹងមិនចិត្តណាឡើងឆ្ងាយហើយវាស្រែកដាយប់អ្នកគ្នាគូគិតមើលស្រឡះល្វឹងហើយខែអត់ខែភ្លឺទៀតល្ងិតឆឹងមានតែភ្លើងម៉ូតូប្រចាំងទៅមុខណាអ្នកគ្នាប៉ុន្តែអើយមករៀនម្ដងនេះគ្នាខ្លាចបំផុតមកអាហូតតាមម៉ូតូពីក្រោយអ្នកគ្នាប៉ុន្តែលឿនថាអានេះមិនមែនជារូបរាងមនុស្សហូតតាមហ្មងណាលឿនដូចស្មៅហ្នឹងហេតុអីបានគាត់មើលឃើញដោយសារមិនខែភ្លឺទេហេតុអីបានគាត់មើលឃើញស្មៅគាត់មើលឃើញដោយសារតែគាត់ចង់ដឹងថាបាត់នៅគាត់ងាកក្រោយទៅនៅពេលចាប់ប្រាំងភ្លើងម៉ូតូអាពីក្រោយមិនលោតភ្លើងអ្នកគ្នាលោតក្រហមហើយក្រហមបាញ់ទៅលើស្មៅគាត់ឃើញចាំងរបៀបដូចមនុស្សផុសអញ្ចឹងមិនហូតទៀតទេអើយវាតាមហ្មងវាតាមម៉ូតូគាត់ហ្មងអ្នកគ្នាគាត់ថាគាត់ភ័យញ័រអស់ហើយអ្នកគ្នាអើយប៉ុន្តែគាត់គិតថាបើគាត់ស្រែកចែប៊ីប្រកាសជាភ័យដែរនៅពេលដែលភ័យដែរជិះម៉ូតូអត់ទៅមុខអាចនឹងឌូអាចនឹងគ្រោះថ្នាក់អីទៀតចឹងចែអេក៏សម្រាប់ចិត្តថាលាក់ទុករឿងនៅក្នុងចិត្តដែរតែគាត់ឃើញគាត់ឃើញតាមហើយក៏តែគាត់អត់ដឹងថាគួរធ្វើម៉េចគាត់មានតែខំប្រឹងសង្ងំលាក់ទុកម្នាក់ឯងធ្វើម៉េចឲ្យជីឲ្យផុតពីកណ្ដាលវាស្រែនឹងសង្ឃឹមថាបាត់អីចឹងណាគ្នាហើយនៅពេលដែលគាត់ជីហ្នឹងចែប៊ីបើកណាតែចែអេពីក្រោយហ្នឹងរបៀបថាខ្ទប់មុខអត់ដឹងថាគួរនិយាយថាម៉េចអារបៀបខ្ញុំភ័យពេកអ្នកគ្នាមានតែខំខ្ទប់មុខខំបិទសលេងឲ្យចែអេលឺទេខ្លាចចែអេភ័យអីចឹងទៅហើយទីបំផុតគាត់អត់ខ្វាយខ្វល់ពីខ្មោចនេះទេចង់រត់តាមចង់ធ្វើអីធ្វើទៅគាត់ខំផងសង្ងំហើយម៉ូតូគាត់ក៏បានជិះទៅតាន់ម៉ូតូពុកម៉ាក់គាត់តាន់ហ្នឹងមិនមែនគេជិះរ៉ែតាមហ្នឹងគឺគេឈប់ហើយគេឈប់ចាំហ្នឹងនៅក្នុងភូមិហ្នឹងដោយសារតែមានផ្ទះទប់ចាប់ហួយអីគេអត់តាន់បិទក៏គេឈប់ចាំដោយសារតែបាត់គ្នាមក3ម៉ូតូឥឡូវឃើញតែ2ម៉ូតូបាត់មួយម៉ូតូដឹងទៅណាហើយគ្នាគាត់ក៏ចាំគាត់នៅនឹងចឹងទៅដល់ហើយបានឃើញម៉ូតូចែអេមួយចែប៊ីធ្លាក់មកតាមពីក្រោយហ្នឹងណានៅពេលដែលគ្នាគាត់មកដល់អញ្ចឹងគាត់បាននៅឈប់ពិភាក្សាអីទៀតទេដោយសារគ្នាមកហើយក៏យប់ដែរអញ្ចឹងគាត់ក៏បញ្ញាប់ចេញម៉ូតូទាំង3ម៉ូតូទៅផ្ទះរៀងៗខ្លួនអញ្ចឹងទៅប៉ុន្តែមកដឹងរឿងតាមក្រោយដោយសារតែបានដល់ផ្ទះហើយដល់កន្លែងសុវត្ថិភាពអស់អញ្ចឹងក៏ចាប់ផ្ដើមនិយាយគ្នាថាអំពេលដែលជិះមកហ្នឹងហេតុអីក៏ពីម៉ូតូហ្នឹងមកដល់ដើម7ហ្នឹងស្រាប់តែជិះទៅលឿនហើយនៅពេលដែលក្រុមចែអេមួយចែប៊ីហៅហ្នឹងហេតុអីក៏ពីម៉ូតូហ្នឹងអត់ព្រមឈប់មកជួយគ្នាឬក៏ងាកមើលអីចឹងទៅមកដល់កន្លែងលេងជិះទៅវឹងហ្មងជិះលឿនអីចឹងណាគ្នាឬថាចែអេពេលហ្នឹងរៀងខឹងដែរហេតុអីក៏គ្នាគាត់ជិះទៅចោលគាត់អីចឹងទៅហើយសួរនាំហ្នឹងមិនមែនសួរនាំណាក្រៅគ្នាគាត់មានក្រុមឆាតអីចឹងណាគ្នាហើយចែអេហ្នឹងក៏បានរៀបរាប់រឿងដែលគាត់បានឃើញគាត់បានជួបប្រាប់ទៅកាន់គ្នាគាត់ទាំងអស់សូម្បីតែចែ B ហ្នឹងអ្នកបើកហ្នឹងគាត់ទៅតែដឹងរឿងហ្នឹងដែរទេគាត់ថាបើសិនជាគាត់ដឹងពេលហ្នឹងគឺគាត់ជិះម៉ូតូទៅមុខទេដៃនឹងតែញ័រហ្មងបន្ទាប់ពីអ្នកគ្នាដឹងរឿងអស់ហើយអ្នកគ្នានឹងមានរឿងអីកើតឡើងអត់គឺមកម៉ូតូខាងមុខមានម៉ូតូមួយដែលគាត់ឃើញដូចគ្នាគាត់ឃើញសម្ងល់ខ្មៅដូចគ្នាប៉ុន្តែគាត់អត់មាត់ព្រោះការគិតគាត់ដូចគ្នាគាត់គិតថាបើសិនជាគាត់ស្រែកឬក៏ប្រាប់គ្នាទៅខ្លាចលោកគ្នាខ្លាចចឹងទៅជិះម៉ូតូដល់ផ្ទះអញ្ចឹងគាត់ក៏សម្រេចចិត្តថាធ្វើអត់ដឹងហើយបងហ្នឹងគាត់ជិះមនុស្សផុសជាងក៏គាត់ជិះឃើញគាត់ធ្វើអត់ដឹងគាត់ជិះទៅប៉ុន្តែគាត់ថាអត់មានលឺសលេងចែ A ចែ B នឹងស្រែកទេហើយគាត់ងាកទៅក្រោយក៏ឃើញម៉ូតូចែ A ចែ B ជិះតាមគាត់ធម្មតាដែរប៉ុន្តែដល់ដាច់វាស្រែហ្នឹងហើយស្រាប់ងាកទៅបាត់ម៉ូតូចែ A ចែ B នឹងបានគាត់ឆ្ងល់ហើយក៏គាត់ចាំនៅកន្លែងតូបចាប់ហួយនឹងចឹងទៅខ្ញុំគិតថានេះអាចជារបៀបថាគេសណ្ដំឬក៏គេបិទអត់ឲ្យលឺសលេងគេចង់ធ្វើ C ចែ A ចែ B អីចឹងទៅអញ្ចឹងសរុបជារួមមកអ្នកដែលបានឃើញខ្មោចឬក៏ព្រាយហ្នឹងមិនមែនមានតែចែ A ទេគឺមានម៉ូតូខាងមុខទៀតបងប្រុសខាងមុខហ្នឹងក៏គាត់ឃើញដែរប៉ុន្តែគាត់ធ្វើអត់មាត់ដូចគ្នាដើម្បីកុំឲ្យគ្នាទាំងអស់គ្នានឹងខ្លាចបន្ទាប់ពីបានដឹងរឿងអស់ហើយអ្នកខ្លះក៏មានអ្នកខ្លះភ័យអ្នកខ្លះសើចអ្នកខ្លះអីចឹងទៅអ្នកអត់ជួបក៏គេសើចសប្បាយចឹងណាអ្នកជួបបានដឹងចំណែកបងអ្នកជួបពីមុខហើយចែ A ហ្នឹងគាត់ក៏មិនដឹងថាត្រូវធ្វើម៉េចបើជួបហើយមានតែជួបហ្នឹងហើយបើប្រាប់គ្នាយើងអត់ជឿក៏អត់តាមហ្នឹងចឹងទៅហើយគាត់ក៏មិនបានទៅស៊ើបសួរថាកន្លែងហ្នឹងពីមុនមានអីដែរក៏គាត់អត់ចង់លវីលវល់មួយឡើងទៀតនិយាយចេះទៅហើយទាំងអស់នេះហើយគឺជារឿងដែលចែជូនទទួលបានពីពួកម៉ាក់គាត់អានេះខ្ញុំគិតថារបៀបថាលងតែកម្រិតស្រាលវាមិនស្រាលហ្មងទេរត់តាមម៉ូតូហើយវាមិនស្រាលក៏ថារូបរាងដែលគេបង្ហាញឲ្យយើងអត់សូវអាក្រក់របៀបថាគ្រាន់ជាស្មៅខ្មៅទេបើសិនជាមានរូបរាងលៀនដាតលៀនអីអូដឹងមិនទេអ្នកគ្នាអើយតែអានេះអត់អីទេដោយសារតែឃើញគ្រាន់តែជាស្មៅខ្មៅអីចឹងទៅអានេះតើអ្នកជួបហេតុការណ៍មិនគេដឹងច្បាស់ថាខ្លាចប៉ុណ្ណាយើងគ្រាន់តែរៀនអ្នកស្ដាប់យើងអាចសម័យឃើញបានប៉ុណ្ណាហ្នឹងហើយចឹងអានេះហើយគឺជាសាច់រឿងទាំងមូលដែលចែជូនទទួលបានពីពុកម៉ាក់គាត់